សួស្តីបងប្អូនទាំងអស់គ្នាចាបងប្អូនមួយរយៈនេះដូចល្បីដល់ហើយគេនិយាយពីរឿងថាធ្វើម្ហូបមួយថ្ងៃអស់25000ហើយហូបគ្នា25នាក់បងប្អូនចាហើយចំពោះខ្ញុំវិញថ្ងៃនេះអត់ទិញអីច្រើនទេគឺខ្ញុំចំណាយលុយអស់10000រៀលទេបងប្អូនចាគឺស្ងោរតុងយ៉ាំសាច់ជ្រូកចិញ្ច្រាំហើយគ្រឿងផ្សំខ្ញុំអត់មានអីច្រើនទេដូចបងប្អូនបានឃើញស្រាប់អញ្ចឹងណាចាហើយសាច់ជ្រូកយើងយកមកចិញ្ច្រាំហើយនេះយើងដាក់គ្រឿងក្រៅបន្តិចមកដោយសារខ្ញុំសាច់ជ្រូកនេះគឺខ្ញុំត្រូវយកវាទៅមូលអញ្ចឹងខ្ញុំត្រូវដាក់គ្រឿងក្រៅឲ្យវាមានរសជាតិតិចអញ្ចឹងណាបងប្អូនចាយើងមិនបាញ់ដាក់អីច្រើនទេអំបិលវាជីងទឹកប្រេងខ្យងតាមធម្មតានឹងមកហើយនៅពេលដែលយើងដាំទឹកឲ្យពុះហើយយើងដាក់គល់សក្តិម្ដេងសក្តិសោយតិចទៅដើម្បីឲ្យវាឈ្ងុយណាចាក្រោយពីវាបានពុះចេញជាតិចេញក្លិនហើយយើងដាក់សាច់ជ្រូកយើងដែលយើងមូលហើយចូលមកចាហើយទុកឲ្យវាពុះមិនបន្តិចទៅបានយើងដាក់អំបិលវិចេងស្ករទឹកត្រីអីរសជាតិតាមដែលយើងធ្លាប់ហូបអញ្ចឹងណាបងប្អូនចាហើយបើសិនជាយើងឃើញថាវាមានពពុះយើងដុសពុះចេញតិចទៅចាដើម្បីកុំឲ្យវាមានក្លិនឆ្អាបណាចាហើយបន្តមកខ្ញុំដាក់គ្រឿងតុងយ៉ាំនេះគឺខ្ញុំប្រើកញ្ចប់បងប្អូនគ្រឿងកញ្ចប់ឆ្ងាញ់ជាងគ្រឿងដុំចាវាមានជាតិជូរហើយវារៀងក្រហមជាងអាដុំដែរអញ្ចឹងណាបងប្អូនចាហើយបានយើងដាក់តៅហ៊ូចូលមករួចជាការស្រេចចាហើយយើងគ្រាន់តែបើកភ្លើងបន្ថែមដើម្បីទុកឲ្យវាពុះខ្លាំងមកចាហើយយើងដួសវាដាក់ចូលចានអញ្ចឹងមកហើយយើងបន្ថែមជីចាយើងបន្ថែមជីហើយនឹងស្បែកក្រូចឆ្មាអញ្ចឹងមករួចជាការស្រេចងាយទេបងប្អូនហើយចំពោះមុខម្ហូបខ្ញុំថ្ងៃនេះគឺធ្វើអស់10000ណាបងប្អូនចាហើយខ្ញុំញ៉ាំគ្នាតែ5នាក់ទេហើយគេធ្វើ25000ញ៉ាំគ្នា22នាក់ហ្នឹងខ្ញុំមិនដឹងថាគេទិញយ៉ាងម៉េចទេហ្នឹងហើយវីដេអូនេះតែប៉ុណ្្នឹងទេអរគុណបាយបាយ